ជាទីមេត្រីអំបញ្ញនេះយើងឃើញថាតំណាងប្រជាពលរដ្ឋនៅភូមិឡពីងដែលគាត់ទើបតែចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំហ្នឹងគាត់បានឡើងសម្ដែងមតិម្នាក់នៅក្នុងកម្មវិធីបុណ្យការមហាសន្និធិកសាងជាតិមាតុភូមិនេះដូច្នេះសូមស្ដាប់មតិរបស់ប្រជាពលរដ្ឋនេះដូចតទៅខ្ញុំជាតំណាងឲ្យសហគមន៍ឡពីងគុំជាស្រុកកំពង់ឡាយខេត្តកំពង់ឆ្នាំងចាខ្ញុំបានធ្វើដំណើរពីកំពង់ឆ្នាំងមកភ្នំពេញឲ្យដល់ស្មារតីចាគឺចាប់តាំងពីថ្ងៃទី12ចាគឺចាប់តាំងពីថ្ងៃទី12រហូតមកដល់ពេលនេះហើយខ្ញុំបានសម្រាប់ចូលដំណើរមួយកាលដែលខ្ញុំមកភ្នំពេញនេះគឺយើងទាមទារឲ្យគេដល់ឡើងកម្មជនតេជរីទាំង5នាក់ឥឡូវយើងបានជោគជ័យដោយសារអ្នកទាំង5នាក់ទៅគេដល់ឡើងទៅមិញវាមក4ចាហើយពេលនេះគាត់ក៏បានចូលរួមមកជាមួយដែរការគាត់មានចំនួន4នាក់គាត់មកចូលរួមក្នុងកម្មវិធីនេះដែរចាសូមបងប្អូនកម្មជនយើងទាំង5នាក់មេត្តាលើកឈរឲ្យបងប្អូនយើងមានបងចាចូលទៅតាមបងប្អូននេះមកចាបងប្អូនចូលដំណើរអ្នកឡពីងទាំង5រូបសូមជើញឡើងមកឲ្យគាត់បងប្អូនជាប្រធានបានជុំមកចាសូមអបអរសាទរវីរៈបុរសឈាមខ្មែរអ្នកស្នេហាជាតិភូមិឡពីងនៅខេត្តកំពង់ឆ្នាំងសូមអរសាទរវីរៈបុរសសកម្មជនដៃធ្លីហើយក្លាហានអស់ហើយនេះហើយគឺជាវីរៈបុរសឈាមខ្មែរអ្នកស្នេហាជាតិនៅឯឃុំឡពីងខេត្តកំពង់ឆ្នាំងសូមឡើងចូលទាំងអស់គ្នាដើម្បីឲ្យអ្នកកសែតមើលឃើញដើម្បីជាស្មារតីជាតិមាតុភូមិដើម្បីអនាគតកូនចៅកុមារាកុមារីស្ត្រីលោកយាយលោកតាមានជីវភាពក្បោងក្បោះមានដីធ្វើស្រែចម្ការមានជីវភាពក្បោងក្បោះសូមអបអរសាទរសូមគោរពបញ្ជើញអ្នកទោសហៅតែសកម្មជនដីធ្លីនរណាក៏បានដែរចង់មានប្រសាសន៍សូមគោរពបញ្ជើញដោយមេត្រីភាពបាទបងស្រីសូមបើកកងចង់បន្តិចណាបងណាសូមអរគុណយើងផ្ដល់ឱកាសដល់ជនរងគ្រោះដែលជាប់គុកទៅបញ្ជីថ្មីចឹងទេសូមឲ្យគាត់ណែនាំឈ្មោះគាត់ឈ្មោះអីគេមកពីណាមានរឿងបញ្ហាអីហើយជាប់គុកប្រហែលថ្ងៃគេធ្វើបាបអីខ្លះបងប្អូនណាដើម្បីចែកជូនជាព័ត៌មានដល់ប្រសាជាតិអន្តរជាតិបងប្អូនជនរួមជាតិនេះបានជាប្រហោងនេះបាទសូមជឿតែដៃបងបាទសូមជម្រាបសួរខ្ញុំសូមមកថ្មីបង្គំព្រះរាជគុណទីនេះផងដែរហើយសូមជម្រាបសួរលោកយាយលោកតាលោកអ៊ំលោកពូហើយលោកមីងទាំងអស់គ្នានៅក្នុងឱកាសនេះផងដែរបាទខ្ញុំឈ្មោះស្ងួនញឿនមកពីភូមិឡពីងភូមិតាជីស្រុកកំពង់តឡាច់ខេត្តកំពង់ឆ្នាំងដែលខ្ញុំបានជាសកម្មជនមួយតវ៉ានៅរឿងចំនួនដីធ្លីដរ៉ាំដាមមួយអស់រយៈពេល10ឆ្នាំដល់ហើយបាទដីធ្លីរបស់ខ្ញុំនោះគឺការតស៊ូនោះគឺមានការជាប់គុកជាច្រើនលើកច្រើនសារដល់ហើយដោយសារថ្មីនេះដំណោះដីធ្លីរបស់ពួកខ្ញុំនៅភូមិឡពីងដោយសារតែខ្ញុំការទៀមទាឲ្យទៀមទាទៀតរហូតដល់ខ្ញុំរហូតដល់ជាប់គុកខ្លួនឯងតែម្ដងបាទសូមអរគុណប្រាប់ទៅបងប្រាប់ខ្ញុំសូមថ្លែងគុំដល់ព្រះសង្ឃប្រជាជនគ្រប់ព្រះអង្គបងប្អូនមិត្តបានចូលរួមក្រុមទាំងលោកពូលោកអ៊ំអ្នកពីបងប្អូនអ្នកតែអស់ជាទីគោរពខ្ញុំបានឈ្មោះសៀងហេងនៅភូមិបង្កក់ភូមិតាជីស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងខ្ញុំក៏ជាអ្នកទោសម្នាក់ក្នុងការចោទប្រកាន់របស់តុលាការដែលដឹងដោយក្រុមហ៊ុន KTC ហើយក្នុងករណីគេចោទប្រកាន់ពីបទបង្កអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
មកលើក្រុមហ៊ុនបតែការពិតរឿងនេះបង្កឡើងដោយក្រុមកម្មកររបស់ក្រុមហ៊ុនដែលស៊ីឈ្នួលក្រុមហ៊ុនទេដែលបង្កឡើងមកលើពួកខ្ញុំមុនប៉ុន្តែក្នុងលក្ខណៈគេជាអ្នកមានអំណាចមានលុយមានបុណ្យស័ក្តិមានខ្សែបកពួកទាំងនិយាយរួមក្នុងជួរស្ថាប័នគេនឹងគេដឹងតគ្នាគេពីស្គាល់គ្នាគេនឹងប្រសាទបកពួកយន្តនឹងគេមានការបដិងដល់ពួកខ្ញុំបាទចៅប្រកាន់ពួកខ្ញុំបាទថាបង្ករឿងសានិង20ផ្នែករដ្ឋបាលនេះទៅនឹងដំណើរឲ្យខ្ញុំបាទនឹងជាប់គុំចាប់ពីថ្ងៃទី21រហូតដល់ថ្ងៃទី24ម្សិលមិញហើយ21ដល់ថ្ងៃទី29ខែ9អញ្ចឹងរយៈពេល1ខែ8ថ្ងៃអញ្ចឹងខ្ញុំមានការសោកស្ដាយជាខ្លាំងដោយសារតែខ្ញុំបាត់បង់ដីធ្លីហើយក៏ត្រូវក្រុមហ៊ុនបំពេញដីធ្លីហើយបំពេញដល់សិទ្ធិរស់នៅនឹងចៅប្រកាន់ធ្វើឲ្យខ្ញុំមានការជាប់ឃុំនៅក្នុងពន្ធនាគារក្នុងរយៈពេលនេះគឺខ្ញុំមានភាពថាសោកស្ដាយជាខ្លាំងដោយមិនមានភាពយុត្តិធម៌មួយសម្រាប់ខ្ញុំអញ្ចឹងខ្ញុំនឹងមានការតស៊ូតទៅទៀតក្នុងការឲ្យមានការដោះស្រាយទៅទីសម្រាប់ឲ្យខ្ញុំមកធ្វើជាស្រ័យចំការឡើងវិញអញ្ចឹងហើយខ្ញុំមិនអស់សង្ឃឹមទេទោះថាគេចោទប្រកាន់នៅគោលបំណងខ្ញុំកម្រិតពេលនេះហើយក្នុងពេលនេះជាក់ស្ដែងគឺទោះខ្ញុំបាទហ្នឹងក៏គេមិនទាន់លើកលែងជាដាច់ស្រេចដែរក្នុងលក្ខណៈមួយដែលគេឲ្យយើងរស់នៅក្រៅគុំបណ្ដោះអាសន្នក្នុងលក្ខណៈតាមដាននិងកេតហើយនឹងឲ្យយើងទៅនៅមកសមត្ថកិច្ចគុំអីចឹងប្រចាំចុងខែអញ្ចឹងនេះជាត្រេរបស់គេបាទខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលស្រឡាញ់យុត្តិធម៌របស់គ្នាបាទសូមអរគុណរៀបរាប់នៅក្នុងគុំឲ្យបានលើគុំឲ្យនិយាយផងបាទខ្ញុំបាទសូមបាទឲ្យនឹងសិនជាឲ្យនិយាយផងចា៎ព្រះរាជគុណក្រវាលនិងបងប្អូនរូបជាតិដែលបងប្អូនមានញាតិមិត្តគណាដែលជាជនរួមជាតិរួមឈាមរួមសាសនាហើយរួមជាជាតិសាសន៍ក្នុងប្រទេសកម្ពុជាទាំងមូលនិងបងប្អូននៅរាជធានីភ្នំពេញដែលខ្ញុំបានមកនេះមានសេចក្តីអរណាស់បានជួបនៃសមាគមក្រុមតឡាយបាទដែលជាសហគមន៍មួយដែលមានការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរដើម្បីជួយការដោះស្រាយក្នុងដីធ្លីដែលយើងមានរឿងជាបន្តបន្ទាប់ចេះចប់ចេះហើយនៅក្នុងពេលបច្ចុប្បន្ននេះហើយក៏យើងមិនដឹងថានៅថ្ងៃអនាគតនឹងដឹងមានរឿងអ្វីបន្តទៅទៀតដែរពេលនេះខ្ញុំប្រកាសថាខ្ញុំគ្រាន់តែបានរួចចេញពីភូមិតែប៉ុណ្ណឹងទេប៉ុន្តែនៅក្នុងការមួយក្នុងការសង្កេតនៅការសង្កេតនៅការស៊ើបអង្កេតដល់ហើយដូច្នេះខ្ញុំមិនទាន់ចាត់ទុកថាខ្ញុំរួចពីទោសនៅឡើយទេបាទអញ្ចឹងក្នុងករណីដែលខ្ញុំនេះមានសេចក្តីសោកស្ដាយជាខ្លាំងក្នុងភាពថាអយុត្តិធម៌ចំពោះខ្លួនខ្ញុំតែជាមានដីខ្លួនឯងហើយត្រូវជាគេចោទប្រកាន់ខ្លួនឯងជាប់ទោសទៅវិញដោយភាពអយុត្តិធម៌ដោយថាភាពពីតស៊ូដើម្បីជាតិដើម្បីគ្រួសារដើម្បីសេចក្តីសេរីភាពប៉ុន្តែគឺទៅវិញខ្លាចទៅជាអ្នកទោសដែលគេចោទប្រកាន់ក្នុងភាពថាដោយចេតនាដោយការបំផ្លិចបំផ្លាញដោយចេតនាទៅវិញខ្ញុំក៏សុខចិត្តទទួលក្នុងការដែលថាចោទប៉ុន្តែខ្ញុំទទួលក្នុងន័យថាភាពអយុត្តិធម៌បាទខ្ញុំទទួលក្នុងភាពអយុត្តិធម៌ហើយបាននិយាយត្រង់នេះពីព្រោះបុគ្គលគេចោទគេប្រកែកឲ្យចោទណាបាទបងប្អូនទាំងអស់ដឹងហើយអ្នកចោទប្រកែកចោទណាទោះបីតែយើងធ្វើតិចគេថាច្រើនបានដែរប៉ុន្តែចំណែករូបយើងធ្វើបណ្ណាយើងដឹងខ្លួនឯងបណ្ណាយើងទៀមតែយើងតែខុសដល់ត្រឹមត្រូវប៉ុន្តែក្នុងពន្ធនាគារខ្ញុំប្រកាសថាក្នុងពន្ធនាគារដែលខ្ញុំរស់នៅគាត់លោកប្រធានពន្ធនាគារក៏លោកមានការ
trong dương ban đầu một sau một môn đấy còn là sao buộc nhóm chỉ chung để qua cái thang được mai đôi kia có thang cái ca của ta chưa tầm ruộng trong quan tầm kia nào kia đặt đâu nào mới thu ba cái khu phục nhóm này và tại trong ta ca hậu chốc việc bạn thì nhảy rung mình mệt đôi ta để chỉ là ta ca rồi đây chiếc việc ca hậu chốc ai tây na ao miền bò đô miền mỏ hậu ngay so và đi so cái na tam kia thế mà rồi việc ra hẳn rồi chưa rồi ho và ta sọ chưa sọ là hậu chân nha những ra mình về cho ai ra lo rồi ra tầm ra một lùng đấy đây ai cầm luôn và dùng gì về trăng ra mua luôn đẹp cho con thì biết lọc đồng kia mà đây được gì ra ba PT đây coi như rằng là và sân cái lòng một trong nam mua là cà chô là to ní như ca cái kia cả hai mình làm mình ca cái kia thế và chô cá làm về kia còn ra cái ca như thế mình ca mình thằng ăn đấy và à chừng vừa cái lâu đường sau miền đây ha nè bây giờ lại vừa hoàn phá cái cùng chô nó vừa nè chô mông tay đây đây mà ta cái việc công nhân ta làm công nhân ta hay cũng được cả thì mà nhưng vì vậy ta lắm những cái những cái sai vào đây ở đây và ta sai vào đây ai khi nhom ra thà chỉ vật nhom tô chặt trong tầm này lại nhom kia ba giờ thì kho muối để ta làm một nhom mình ban của vậy sao điều này một con nhau ra thằng miên tha mà thông môi để nơi chết kia mà nó và điều này ca một cái quay hay na to tăng thì luôn ca một con trong mốt vào miên này bàn tay cho một chấp nhau cho cô buồn gì trong thằng trong ca tập bài thì phụ chết thì giống ra tầm nhiên là xong rồi đấy là nó học vào đây mà ra mình bán cho cà phê dùng người kia này cái nào cà phê rồi bán ra cà phê cái chắc khi chắc luôn kia phật mà không được chậm nào nàng chạm đấy khi chắc luôn kia ông quay không nhiều cái thằng cao trai muốn kia thằng quay bằng là bò cũng giờ là những cái này nhiều rằng là ta học hơn đây lòng con kia này lúc kia để dùng con kia này lúc tao hà dưới chưa lòng kia ai dưới cái con lòng thầy tuy mình con mà cứ tập luôn là ta nóเอาในการที่นามาทำtrong thế thì nó cóคนกันได้vàให้อยู่ในเรียบเลยเลยแต่ว่าจับแต่มาตื้อจับได้và những người mới ta phát quay những ta phát nhiều mình dây và vậy nha ai ra trong ngày để miền và nhà hàng ta to quá trong số ra từ miền đãแล้วก็เรากับข้าวที่มันได้มาคือการเรียกโยกตรงเกตมันไม่มีอะไรที่ก้อนรุ่งรุ่งยอดแค่เชื่อมส่งหรือจับบรรดาในในเรื่องที่เรา